ឲ្យស្លាកសញ្ញាគ្រោះថ្នាក់ចឹងបើគ្រីសនៅផ្ទះខ្លួនឯងថាអាចគ្រីសចាញ់ហ៎អាចរកចម្លើយត្រូវបានទេចឹងពេលទៅដល់ផ្ទះគ្រីសឲ្យអស់មកណាហើយចាំយកសភៅហ្នឹងមកឲ្យខ្ញុំវិញខ្ញុំកែឲ្យចឹងពេលអ្នករៀននេះខ្ញុំអត់ឲ្យទាំងអស់គ្នាគ្រីសមួយខ្ញុំទាំងអស់ទេគឺខ្ញុំបញ្យល់ទាំងអស់គ្នាទាំងអស់ឲ្យយល់ហើយចាំទៅគ្រីសអាស្លាកហ្នឹងឲ្យខ្ញុំទាំងអស់មកហើយចាំតែសេឈ្មោះខ្លួនឯងណាតែសេនៅលើនេះហើយយកមកឲ្យខ្ញុំមកហើយចាំខ្ញុំកែយកចម្លើយត្រូវឲ្យបើខុសណាអូខេចឹងយើងចូលដល់ផ្លាកសញ្ញាបម្រាមវិញឥឡូវមុនហ្នឹងទាំងអស់គ្នាស្គាល់ហើយថាស្លាកនេះគឺស្លាកសញ្ញាគ្រោះថ្នាក់ចឹងគឺអត្ថន័យរបស់វាពេលដែលយើងឆ្លើយប្រើតែពាក្យថាប្រុងប្រយ័ត្នត្រូវទេចឹងស្លាកសញ្ញាបម្រាមគឺហាមហើយស្លាកសញ្ញាបម្រាមនេះគឺក្នុងច្បាប់ចរាចរណ៍ផ្លូវគោកមិនបានសួរពីរូបរាងឬក៏ទ្រង់ទ្រាយរបស់វាទេព្រោះស្លាកសញ្ញាបម្រាមគឺមានច្រើនសន្តានថ្មីត្បិតតែវាមានរាងមូលពណ៌ក្រហមក៏ពិតមែនប៉ុន្តែពេលដែលយើងឆ្លើយយកចម្លើយដែលត្រឹមត្រូវអត់ដូចស្លាកសញ្ញាគ្រោះថ្នាក់ដែលមានពាក្យថាប្រុងប្រយ័ត្នតែមួយមុខទេគឺស្លាកសញ្ញាបម្រាមវាមានផ្លូវបិទហាមចូលហាមបត់ហាមឈប់ហាមចតហាមចូលចំពោះហើយមានការកំណត់ល្បឿនហើយនៅពេលដែលមានស្លាកសញ្ញាហាមនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលដែលយើងត្រូវបានហាមធ្វើអីមួយនៅលើផ្លូវនោះក៏មានការចាប់ការហាមដូចគ្នាអញ្ចឹងយើងជាអ្នកបើកបរយើងត្រូវដឹងចេតនារបស់ក្រសួងថាបើដាក់ស្លាកនឹងមកអត្ថន័យគេចង់ឲ្យយើងធ្វើអីហាមមិនឲ្យយើងធ្វើអីអញ្ចឹងអាមុខតិចទៀតឃើញអាស្លាកនេះអញ្ចឹងអាហាមមិនហ្នឹងគេចង់ឲ្យយើងធ្វើអីតទៀតយល់ទេអញ្ចឹងតើទាំងអស់គ្នាមកស្គាល់ពីស្លាកសញ្ញាបម្រាមហ្នឹងមួយខ្ញុំសិនហើយស្លាកសញ្ញាបម្រាមនេះណាវាមានច្រើនសន្តានណាតើទាំងអស់គ្នាណូតចាំមួយអញ្ចឹងបងនឹងបញ្យល់មួយឲ្យទាំងអស់គ្នាយល់ហ្មងអត់ឲ្យមើលព្រោះបើមើលក៏អត់យល់ដែរអញ្ចឹងបើកទំព័រទី22មួយបងណាហើយបងនឹងបញ្យល់ទាំងអស់គ្នាលេខរៀងទី1ដែលយើងឃើញណាលេខរៀងទី1គឺមានផ្ទៃពណ៌សប៉ុន្តែរង្វង់មូលក្រហមដែលគេដាក់ថាផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទអានអត្ថន័យគេឲ្យច្រើនដងណាផ្លូវបិទចំពោះយានជំនិះគ្រប់ប្រភេទអញ្ចឹងផ្លូវហ្នឹងមានអ្នកប្រើប្រាស់ផ្លូវអត់គេបិទអត់ឲ្យយើងជិះតែយើងដើរបានអញ្ចឹងផ្លូវហ្នឹងនៅណាមាន Walk Street ហ្នឹងហើយនៅណាទៀតផ្លូវនៅក្រោមព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រណាដែលយើងដើរយរុញកូនលេងព្រាបលេងអីបានណាហ្នឹងហើយមិនមែននៅកន្លែងព្រះអង្គដងការមិននៅចិត្តមាត់ទន្លេណាផ្លូវដែលគេលក់ពងទាកូនអីហ៎ហ្នឹងអាហ្នឹងគឺផ្លូវបិទចំពោះយានជំនិះអញ្ចឹងពាក្យថាយានជំនិះគឺយានដែលយើងអាចជិះបានគ្រប់ប្រភេទបិទមិនឲ្យជិះបើ Walk Street ដើរបានជិះស៊ីក្លូបានបលីអីចូលល្បាតអីបាននៅតែមានការជិះដដែលត្រូវទេមិនមែនបិទការជិះទាំងស្រុងទេណាគឺបលីគាត់ដើរល្បាតមានអ៊ំស៊ីក្លូចាស់គាត់ធាក់ស៊ីក្លូអីចឹងទៅយើងដើរភាគច្រើនប៉ុន្តែផ្លូវបិទដែលមិនឲ្យជិះហ្មងគឺនៅមុខនឹងព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រហ្នឹងហើយដែលយើងដើរចូលយកកូនយកក្មេងៗទៅលេងអីហ្នឹងចាអញ្ចឹងផ្លូវបិទចំពោះយានជំនិះអត្ថន័យវាគឺអញ្ចឹងចុះអាផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវលេខរៀងទី2មានន័យថាម៉េចផ្លូវបិទចំពោះអ្នកប្រើប្រាស់ផ្លូវដើរក៏មិនបានជិះក៏មិនបានអញ្ចឹងផ្លូវហ្នឹងនៅណាមានឧទាហរណ៍ថាផ្លូវហ្នឹងកំពុងចាក់បេតុងអញ្ចឹងគេឲ្យយើងដើរចូលឯងដើរចូលក៏មិនបានជិះក៏អត់បានដែរត្រូវបានហាមឃាត់គេដាក់មានការដ្ឋានផ្លូវហ្នឹងបិទហើយអត់ឲ្យប្រើប្រាស់មួយរយៈសិនអីចឹងទៅណាអាហ្នឹងគឺស្ថានភាពផ្លូវហ្នឹងដល់លេខ3ហាមចូលដែលមានផ្ទៃពណ៌ក្រហមហើយមានសញ្ញាដកពណ៌សហាមចូលចំពោះយានជំនិះគ្រប់ប្រភេទមានន័យថាម៉េចឥឡូវបងសួរអញ្ចេះបើគេហាមមិនឲ្យយើងចូលតើផ្លូវហ្នឹងមានអ្នកជិះអត់មិនបានមានបើគេឲ្យយើងចូលឡងHigh five ហាមចូលចំពោះយានជំនិះគ្រប់ប្រភេទគេហាមមិនឲ្យយើងចូលតែមានអ្នកចាញ់មករកយើងរកបានដោយសារអីផ្លូវហ្នឹងគឺជាផ្លូវឯកទិសត្រូវអត់អានោះបងប្រាប់សាមញ្ញហ្នឹងបានដឹងហ្នឹងអូខេមកលេខ4លេខ5លេខ6តោះគ្នាត្រូវចាំមកស្លាកសញ្ញាបម្រាមនៅខាងក្នុងហ្នឹងឲ្យតែមានសញ្ញាព្រួញចម្លើយរបស់វាគឺហាមបត់ឆ្វេងហាមបត់ស្ដាំនិងហាមបត់ត្រឡប់ក្រោយអញ្ចឹងអាហាស្លាកហាមបត់ត្រឡប់ក្រោយហ្នឹងភាគច្រើនសឹងតែទាំងអស់ឲ្យគឺមាននៅលើទ្រុងផ្លូវអញ្ចឹងបើទ្រុងផ្លូវហ្នឹងគេដាក់ស្លាកសញ្ញាហ្នឹងគឺមានតែទាំងអស់គ្នាអាច return បានទេអត់អាចទេបើទាំងអស់គ្នាចង់ចូលមកដល់សាលាទាំងអស់គ្នាអាចឆ្លងពីទ្រុងផ្លូវហ្នឹងបាត់ត្រឡប់វាមកសាលាបានទេអត់បានទេតើទាំងអស់គ្នាទៅណាអស់គ្នាទៅដល់ផ្លូវណាណីនោះបាត់តាមក្រោយបើ10អីចេញមករកមកធ្វើម៉េចឲ្យស្របផ្លូវមកអាហ្នឹងមិនកើតអញ្ចឹងណាមកលេខ